បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនជាកសិករយើងទាំងអស់បាទថ្ងៃនេះបង្ហាញមុខតិចហើយនៅរដូវនេះបាទជារដូវប្រមូលផលខ្ទឹមថ្ងៃនេះក៏ចង់ចែកម្លែកពីទិន្នផលខ្ទឹមហើយនឹងចង់និយាយអំពីពូជខ្លះបង្ហាញពុកម៉ែបងប្អូនដែលបានពិសោធន៍ដូចជាពូជប្រេស៊ីលហើយនឹងពូជថៃបាទឥឡូវកំពុងតែប្រមូលផលអញ្ចឹងលទ្ធផលក៏បានចេញហើយចឹងហើយចង់បង្ហាញពុកម៉ែបងប្អូនវីដេអូនេះជាវីដេអូខ្លីមួយទេបាទហើយក៏រដូវកាលនេះជារដូវកាលមួយចាប់ផ្ដើមសັບវាប្រហារហើយនឹងជំងឺដែរបាទផ្សិតដោយសារតែមេឃភ្លៀងបាទឥឡូវយើងទៅទស្សនាមើលវីដេអូហើយនៃសកម្មភាពនៃការប្រមូលផលរបស់ខ្ញុំដែរបាទពុកម៉ែបងប្អូនបាទហើយឥឡូវយើងមកដល់ចាប់ផ្ដើមប្រមូលផលខ្ទឹមស្លឹកបន្តហើយបាទអញ្ចឹងខ្ទឹមស្លឹកយើងទាំងអស់វាមាន8ប្លុកបាទ8ប្លុកមានន័យថា1កឡោននោះវាមាន8កឡោនបាទអញ្ចឹងយើងហៅប្លុកមួយប្លុកមួយសយោអញ្ចឹងមួយប្លុកហ្នឹងវាមាន38រងពុកម៉ែបងប្អូនបាទមាន38រងបាទអញ្ចឹងប្លុកទី1ខ្ញុំប្រមូលផលប្លុកទី1ខ្ញុំដាំពូជថៃសុទ្ធបាទហើយប្លុកទី2ខ្ញុំដាំពូជថៃពាក់កណ្ដាលប្រេស៊ីលពាក់កណ្ដាលបាទអញ្ចឹងការប្រមូលផលប្លុកទី1គឺខ្ញុំបានប្រមូលផល50% មានន័យថា38រងអញ្ចឹងខ្ញុំដកបានតែ19រងទេនៅសល់19រងទៀតគឺទុកពូជបាទតាមការពិតខ្ញុំអត់ត្រូវទុកពូជទេដោយសារតែការដកប្រមូលផលឆ្នាំនេះគឺរៀងយឺតដោយសារតែខ្ទឹមជន់ធ្លាក់ថ្លៃផងបាទខ្ទឹមស្លឹកវាធ្លាក់ថ្លៃទៅអញ្ចឹងធ្វើឲ្យការប្រមូលផលទៅវាពជាពេលខ្ញុំធ្លាប់លក់ខ្ទឹមមួយថ្ងៃចេញ1តោនឬក៏1តោនជាងក្នុងមួយថ្ងៃពុកម៉ែបងប្អូនប៉ុន្តែបច្ចុប្បន្នគឺលក់ចេញតែ200គីឡូ300គីឡូទេអញ្ចឹងហើយធ្វើឲ្យការប្រមូលផលនោះវារៀងយឺតអញ្ចឹងហើយខ្ទឹមស្លឹករបស់យើងកាលណាតែប្រមូលផលយឺតវាចាប់ផ្ដើមមើមហើយចាប់ផ្ដើមអន់ស្លឹកអន់ពណ៌អន់សម្បុរអញ្ចឹងទៅធ្វើឲ្យពិបាកលក់អញ្ចឹងយើងមានតែចូលពូជអញ្ចឹងបានន័យថាយើងដក50%យើងទុក50%បាទវាមិនជាបញ្ហាទេយើងអាចទុកពូជបន្តទៀតបានបាទហើយថ្ងៃនេះខ្ញុំនឹងនិយាយពីពូជថៃនិងពូជប្រេស៊ីលនេះដែរបាទថាមួយណាវាខុសគ្នាត្រង់ចំណុចណានៅរដូវឆ្នាំនៅរដូវខែ4ខែ5នេះបាទអញ្ចឹងខ្ញុំដាំពីខែ4មកអញ្ចឹងខ្ញុំប្រមូលផលនៅក្នុងខែ5បាទនិយាយរួមពូជខ្ទឹមខ្លះក៏ខ្ញុំដាំតាំងពីខែ3មកយើងចាប់ផ្ដើមអនុវត្តចុះដាំនោះគឺតាំងពីខែ3មកបាទមានន័យថាយើងដាំបន្តបណ្ដេញមកឡើងមកអញ្ចឹងខ្ញុំមិនបាច់រៀបរាប់ឲ្យវែងឆ្ងាយបាទនាំឲ្យវែងឆ្ងាយទេខ្ញុំនិយាយមួយប្លុកទៅបាទនៅក្នុងរដូវខែ5នេះប្រមូលផលបាទអញ្ចឹងដូចខ្ញុំបានលើកឡើងពីដើមវីដេអូគឺខ្ញុំមាន8ប្លុកអញ្ចឹងខ្ញុំដកប្លុកទី1បាន50%ឥឡូវបច្ចុប្បន្ននេះគឺកំពុងតែដកប្លុកទី2បាទជិតអស់50%ហើយបាទហើយពូជវាមានពូជថៃនិងពូជប្រេស៊ីលបាទនេះពេលពូជប្រេស៊ីលពុកម៉ែបងប្អូនទស្សនាវីដេអូនេះគឺជាពូជប្រេស៊ីលបាទឃើញថាដើមស្លឹកវាល្អជាងហើយខ្ញុំនឹងនិយាយចំណុចខ្លះគុណសម្បត្តិរបស់វានៅខាងក្រោយវីដេអូពុកម៉ែបងប្អូនហើយឥឡូវខ្ញុំនិយាយអំពីបញ្ហាសត្វល្អិតខ្លះបាទត្រួសសិនបាទឥឡូវបច្ចុប្បន្នក៏ជួបបញ្ហាសត្វល្អិតដែរហើយក៏ជួបបញ្ហាជំងឺដែរដោយសារតែមេឃភ្លៀងបាទមេឃភ្លៀងក៏ញាប់អញ្ចឹងហើយធ្វើឲ្យរោគផ្សិតក៏ចាប់ផ្ដើមឡើងសត្វល្អិតក៏មានបាទដូចសត្វដង្កូវមួយនេះដែលកំពុងតែស៊ីកំពុងតែវាលេសបាយនេះគឺវាបានសុខសบายទេដោយសារតែខ្ញុំមិនបានបាញ់ថ្នាំមិនប្រើប្រាស់ថ្នាំទេដោយសារតែខ្ទឹមយើងវាធំហើយយើងចាប់ផ្ដើមប្រមូលផលហើយ
ចឹងគេមានសេចក្តីសុខណាស់បាទវាបានតាមចិត្តតាមចង់របស់គេប៉ុន្តែនៅខាងខ្ទឹមតូចខាងលើបាទម្លប់ផ្សេងគឺត្រូវស្លាប់អស់ហើយនៅសល់តែម្លប់ដែលកំពុងប្រមូលផលនេះទេគឺដោយសារតែយើងអត់បាញ់វាកុំឲ្យវាប៉ះពាល់នឹងការប្រមូលផលបាទមានន័យថាយើងយកទៅលក់ទីផ្សារអញ្ចឹងពុកម៉ែបងប្អូនយើងដែលជាអ្នកទទួលទានគាត់ពិសាទៅមានបញ្ហាបាទដោយសារតែជាតិពុលនៅក្នុងនោះច្រើនអញ្ចឹងហើយខ្ទឹមរបស់ខ្ញុំប្រមូលផលគឺខ្ញុំអត់បាញ់ទេពុកម៉ែបងប្អូនបាទគឺមិនបានបាញ់ទេស៊ីក៏ស៊ីតាមចិត្តប៉ុន្តែវាមិនស៊ីច្រើនទេពុកម៉ែបងប្អូនតិចតួចទេប៉ុន្តែវាប៉ះពាល់ដល់ការប្រមូលផលរបស់យើងបើយើងរៀបប្រមូលយឺតវាក៏ស៊ីកាន់តែអស់ច្រើនដែរបើយើងប្រមូលលឿនថាអស់ទៅវាក៏អត់មានអីស៊ីទៀតដែរបាទអញ្ចឹងបាទឥឡូវយើងងាកមកនិយាយអំពីពូជវិញតែកុំឲ្យវែងពេកវីដេអូនេះវែងពេកវីដេអូនេះខ្ញុំមិនចង់ឲ្យវែងពេកទេគឺចង់ឲ្យខ្លីល្មមងាយយល់ងាយស្ដាប់គ្រាន់តែចង់បង្ហាញលក្ខណៈពូជខ្លះទេពុកម៉ែបងប្អូនបាទអញ្ចឹងតាមខ្ញុំសង្កេតមើលនៅក្នុងរដូវនេះបាទខ្ញុំឃើញថាការដាំពូជប្រេស៊ីលល្អបាទនៅក្នុងរដូវខែ3ខែ4ខែ5យើងគឺល្អហើយវាមិនច្បាស់ទេនៅពេលខាងមុខខែ8ខែ9ខែ10ខែ11ខែ12បាទមិនទាន់ដឹងទេដោយសារតែយើងអត់ទាន់ទៅដល់ឥឡូវខ្ញុំទើបតែពាក់កណ្ដាលខែ5បាទមានន័យថាយើងដាំពីខែ3ខែ4ខែ5មកបាទឥឡូវចាប់ដើមប្រមូលផលឃើញថាពូជប្រេស៊ីលមានដើមដងល្អគុណសម្បត្តិរបស់វាត្រង់ថាកំពុងធំស្លឹកវែងបែកកូនច្រើនហើយវាមានន័យថាយើងដកពជាពេលបានណាពុកម៉ែបងប្អូនបាទយើងដករៀងយូរបានមានន័យថាទុកយូរយើងចាប់ពីប្រមូលផលទៅវារយៈពេលយូរវាអត់ឡើងមើមស្លឹករបស់វាក៏អត់បែកគុណភាពបាទប្រមូលពណ៌សម្បុរវានៅតែដដែលខុសពីពូជថៃយើងប្រមូលផលយឺតគឺឡើងមើមហើយពុកម៉ែបងប្អូនបាទបច្ចុប្បន្នគឺកំពុងតែឡើងមើមនេះកំពុងប្រមូលផលគឺកំពុងតែពេញមើមប៉ុនមេដៃហើយពុកម៉ែបងប្អូនខ្លះប៉ុនមេជើងហើយអញ្ចឹងហើយវាក៏លក់ទៅទីផ្សារគឺពិបាកលក់ដោយសារខ្ទឹមសម្បូរគេត្រូវការខ្ទឹមស្អាតខ្ចីណាអញ្ចឹងហើយខ្ញុំបង្ខំពងតែបច្ចុប្បន្នកំពុងតែបង្ខំម៉ូយឲ្យដកឲ្យលះអស់បាទរីឯខាងដើមលហុងខាងនោះគឺពូជប្រេស៊ីលគឺខ្ញុំទុកពូជទេបាទដោយសារតែបច្ចុប្បន្នខ្ទឹមស្លឹកថោកចឹងគេទុកពូជល្អជាងបាទអញ្ចឹងវីដេអូនេះក៏មិនចង់ឲ្យវែងជាងនេះដែរពុកម៉ែបងប្អូនបាទគឺមានតែប៉ុណ្្នឹងខ្ញុំចង់ឲ្យវិភាគថាពូជប្រេស៊ីលគឺគុណភាពស្លឹកពណ៌សម្បុរល្អវែងពងវែងហើយក្រឡើងមើមបាទបែកគុំបន្តបាទខុសពីពូជថៃគឺរហ័សឡើងមើមប្រមូលផលយឺតគឺឡើងមើមតែម្ដងពុកម៉ែបងប្អូនខ្លាយទៅជាពូជហើយបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងហើយរដូវកាលខែក្រោយខែ8ខែ9ខែ10យ៉ាងណាខ្ញុំនឹងធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនបន្តទៀតបើសិនជាជួបបញ្ហាឬក៏មានបញ្ហាអ្វីមិនប្រក្រតីហើយក៏ដាំទៅបានល្អក៏ធ្វើវីដេអូចែកពុកម៉ែបងប្អូនដែរបើដាំខូចក៏ធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនថាដាំរដូវកាលនេះវាខូចបាទអញ្ចឹងរងតាមទស្សនាវីដេអូបន្តនៅខែក្រោយបាទសូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទ